ព្រះបរមរាជវាំងគឺជាបេះដូងនិងទិសដៅទេសចរដ៏សំខាន់មួយនៃក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសិរីធរៈបវរអន្តបត្តិបូរីរដ្ឋរាជសីមាមហានគរដែលយើងបានស្គាល់ថាជារាជធានីភ្នំពេញអញ្ចឹងចង់ដឹងថាព្រះបរមរាជវាំងមានសារៈសំខាន់និងភាពអស្ចារ្យយ៉ាងម៉េចខ្លះតទៅទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាលើកទី2ហើយដែលខ្ញុំបានមកទស្សនាព្រះបរមរាជវាំងក៏ដូចជាបានមកសបផ្សាយពីតំបន់ទេសចរវប្បធម៌ដ៏សំខាន់មួយនេះជាដំបូងពួកយើងត្រូវចូលទៅទិញសំបុត្រសិនដោយម៉ោងទស្សនាគឺគេចាប់បើកពីម៉ោង8រហូតដល់ម៉ោង5ល្ងាចជារៀងរាល់ថ្ងៃហើយច្រកដែលយើងត្រូវចូលទិញសំបុត្រហ្នឹងគឺនៅខាងត្បូងហើយសម្រាប់ការចូលទស្សនាព្រះបរមរាជវាំងពួកយើងត្រូវស្លៀកពាក់ឲ្យបានសមរម្យដោយតម្លៃសំបុត្រសម្រាប់ខ្មែរយើង 1000 រៀលទេហើយសម្រាប់ជនជាតិបរទេសវិញគឺម្នាក់ 40000 រៀលនៅកន្លែងច្រកចូលក៏មានមគ្គុទ្ទេសក៍ដែរបើសិនជាពុកម៉ែបងប្អូនចង់ដឹងពីប្រវត្តិសាស្ត្រព័ត៌មានលម្អិតអីបងប្អូនអាចយកមគ្គុទ្ទេសក៍ទៅជាមួយកាន់តែល្អអញ្ចឹងថ្ងៃទំនេរកុំភ្លេចមកលេងវាំងឲ្យបានម្ដងទាំងអស់គ្នាណាជាពិសេសក្មេងៗសិស្សានុសិស្សទាំងឡាយហើយក្នុងនាមជាកូនខ្មែរមិនថាលើកណាក៏ដូចលើកណាដែរឲ្យតែបានឈៀងជើងចូលព្រះបរមរាជវាំងគឺថាមានអារម្មណ៍រំភើបមែនទែនបងប្អូនព្រោះថាព្រះបរមរាជវាំងយើងពិតជាអស្ចារ្យស្អាតណាស់សម្រាប់ពុកម៉ែបងប្អូនដែលបានឃើញផ្ការំដួលនៅខាងក្រៅសោះណាពេលដែលបានចូលទៅនឹងឃើញផ្ការំដួលដែលកំពុងតែចេញផ្កាតែម្ដងហើយនិយាយលេងសើចអីបងប្អូនមានស្គាល់ឈ្មោះជាផ្លូវការរបស់ព្រះបរមរាជវាំងអត់គឺមានឈ្មោះថាព្រះបរមរាជវាំងចតុមុខសិរីមង្គលព្រះបរមរាជវាំងចតុមុខគឺមានទំហំធំមែនទែនដោយមានរាជដំណាក់ធំតូច32រាជដំណាក់ហើយក្នុងនោះមានសំណង់សំខាន់ដូចជាប្រាសាទព្រះទីនាំងច័ន្ទឆាយាជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់ទតក្បួនព្យុហយាត្រាឬក៏ថ្លែងសន្ទរកថាទៅកាន់ប្រជារាស្ត្រជាដើមចំណែកប្រាសាទដ៏ធំនៅខាងមុខនេះវិញមានឈ្មោះថាមហាប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យហើយប្រាសាទនេះផងដែរត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1866ក្នុងរាជ្យព្រះបាទនរោត្តមដែលមានទំហំបណ្ដោយរហូតដល់60ម៉ែត្រនិងមានទទឹង30ម៉ែត្រនិងកំពូលខ្ពស់ស្រួចទៅដល់59ម៉ែត្រហើយព្រះកំពូលព្រំតំណាងឲ្យព្រំវិហារធម៌ទាំង4ដំបូលមហាប្រាសាទមានគ្រឿងបង្គំខ្មែរតែនតូចដែលមានក្បាច់លម្អជាមួយគ្រុឌក្នុងទម្រង់ទ្រដំបូលប្រាសាទនេះគឺជាកន្លែងសម្រាប់ធ្វើពិធីគ្រងរាជសម្បត្តិពិធីសច្ចាប្រណិធានពិធីបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ទាំងភ្ញៀវជាតិនិងអន្តរជាតិនិងសម្រាប់ពិធីផ្សេងៗទៀតដោយក្នុងនោះមានតម្កល់ពីរាជបល្ល័ង្កធ្វើអំពីមាសសុទ្ធគ្រាន់តែឥឡូវនេះគេមិនអនុញ្ញាតឲ្យយើងចូលទៅខាងក្នុងនោះបានទេហើយក្រៅពីនោះក៏មានសំណង់អគារជាច្រើនសំខាន់ដោយភ្ជាប់មកជាមួយសួនច្បារយ៉ាងស្រស់ស្អាតព្រះបរមរាជវាំងចតុមុខបានសាងសង់យកលំនាំតាមរចនាសម្ព័ន្ធស្ថាបត្យកម្មនាសម័យអង្គរដោយផ្ដោតទៅលើគំរូនៃរចនាសម្ព័ន្ធនៃក្រុងអង្គរធំដែលមានច្រកទ្វារចេញចូលចំនួន5ដែលច្រកទ្វារនីមួយៗធ្វើឡើងមិនឲ្យមានការរត់ខ្សែបន្ទាត់ចាក់ចំមុខគ្នាឡើយដូចគ្នាទៅនឹងប្លង់រចនាសម្ព័ន្ធនៃក្រុងអង្គរធំទាំងមូលផងដែរសំណង់សំខាន់មួយទៀតផងដែរមានឈ្មោះថាព្រះវិហារព្រះកែវមរកតបងប្អូនក៏អាចទស្សនាគំនូររាមកេរ្តិ៍ដែលគូរនៅលើជញ្ជាំងថែវនៃព្រះបរមរាជវាំងក្នុងបរិវេណព្រះវិហារកែវមរកតដែលមានប្រវែងរហូតដល់642ម៉ែត្រដែលព្រះវិហារនេះមានដាក់តាំងបង្ហាញនៅគំនូរបុរាណនិងវត្ថុសិល្បៈជាច្រើនឥតគណនាដែលមានវត្ថុសិល្បៈប្រមាណ500មុខនិងគំនូរបុរាណដែលគូរទាក់ទងទៅនឹងពុទ្ធសាសនានៃរឿងនិទានទោះជាដកព្រះវិហារនេះត្រូវបានជនបរទេសហៅសម្គាល់ថាវត្តប្រាក់ក៏ព្រោះតែបាតនៃព្រះវិហារនេះមានក្រាលទៅដោយការ៉ូប្រាក់សុទ្ធដែលមានចំនួន5329សន្លឹកប្រាក់ដែលក្នុងមួយសន្លឹកការ៉ូប្រាក់មានទម្ងន់ 1.125 គីឡូក្រាមហើយក្នុងនោះក៏មានព្រះពុទ្ធបដិមាមាសព្រះសិអាមេត្រីដែលបានកសាងឡើងនៅក្នុងឆ្នាំ1906ធ្វើអំពីមាសសុទ្ធទឹក10ទម្ងន់90គីឡូក្រាមផងដែរតែគេអត់អនុញ្ញាតឲ្យយើងថតទេអញ្ចឹងបងប្អូនអាចមកទស្សនាផ្ទាល់បានចំណែកខាងនេះវិញអាចសុំទឹកមុនកន្លែងកូនភ្នំដើម្បីមកប្រោះព្រំសុំសំណុកសុខសប្បាយហើយចេញពីនឹងមកបងប្អូនក៏អាចចូលព្រះវិហារមួយនេះដើម្បីទៅទស្សនាស្នាមព្រះបាទរបស់ព្រះពុទ្ធដ៏ធំនៅចំកណ្ដាលព្រះវិហារនឹងតែម្ដងហើយជាមួយនឹងព្រះពុទ្ធបដិមាជាច្រើនអង្គផងដែរនិយាយទៅសូមអធិស្ឋានផងដោយសារតែក្នុងព្រះបរមរាជវាំងកន្លែងខ្លះគេឲ្យថតកន្លែងខ្លះគេអត់អនុញ្ញាតឲ្យយើងថតបានទេអញ្ចឹងហើយដើម្បីឲ្យបានឃើញជាក់នឹងភ្នែកបងប្អូនគួរតែមកទស្សនាផ្ទាល់ឲ្យខ្លួនឯងណាបន្ទាប់ពីទស្សនានៅក្នុងប្រាសាទព្រះកែវមរកតរួចហើយយើងចេញមកខាងក្រៅនៅនឹងច្រកចេញខាងឆ្វេងដៃក៏មានកូនសារមន្ទីររោងដំរីដែលមានការដាក់តាមបង្ហាញដូចជាគ្រឿងប្រដាប់ប្រដាសម្រាប់ហាយក្បួនក្នុងរាជពិធីផ្សេងៗរបស់ព្រះរាជវាំងក្រៅពីនោះនៅនឹងច្រកចេញនឹងក៏មានផ្ទះគំរូបុរាណខ្មែររឿងសម្លៀកបំពាក់បុរាណខ្មែរសាលតាំងលោកវត្ថុអនុស្សាវរីយ៍ក៏ដូចជាសារពិព័រណ៍រូបថតជាដើមហើយមួយវិញទៀតបើសិនជាបងប្អូនទាំងអស់គ្នាមកចង់ថ្ងៃចង់សប្តាហ៍បាទមកពេលថ្ងៃយើងដើររហូតដល់ល្ងាចចឹងទៅយើងអាចបន្តទៅលេង Walk Street នៅខាងមុខនឹងបានទៀតផងហើយសម្រាប់ពុកម៉ែបងប្អូនដែលអត់ទាន់បានទៅលេង Walk Street អាចទស្សនាវីដេអូខ្ញុំបានពួកយើងបានផុសនៅក្នុង page អនុសាសន៍រួចហើយបាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណជួបគ្នានៅវីដេអូក្រោយទីជម្រាបលា